ត្រាំបញ្ជាក់ថាការចរចាជាមួយអ៊ីរ៉ង់នឹងបន្តធ្វើទៀតក្នុងរយៈពេល2ថ្ងៃទៅមុខទៀតបាទនេះគឺជាដំណឹងល្អដែរបងប្អូនពួកអីអ៊ីរ៉ង់នៅពេលដែលអាមេរិកចាប់ផ្ដើមបិទច្រកហ័រមូសអត់ឲ្យកប៉ាល់ដឹកចេញពីកំពង់ផែអ៊ីរ៉ង់ទាំងអស់ឥឡូវអ៊ីរ៉ង់ពិបាកមែនតើដោយសារទី1គឺដង្ហើមសេដ្ឋកិច្ចអ៊ីរ៉ង់ពឹងទៅលើទំនាក់ទំនងសេដ្ឋកិច្ចដឹកជញ្ជូនទំនិញព្រោះដែនសមុទ្រហ្នឹងគឺធំដល់ពេលបិទអញ្ចឹងគឺច្បាច់កអ៊ីរ៉ង់ខ្ទប់ដង្ហើមអត់ឲ្យដកឥឡូវនេះអ៊ីរ៉ង់អត់មានជំរឿសអីក្រៅតែពីទេមកសុំជួបអញ្ចឹងអាមេរិកក៏ថាជួបក៏ជួបដែរអញ្ចឹង2ថ្ងៃទៀតនឹងអាចជួបគ្នាទៀតហើយជួបនេះគឺតាក់តងរឿងបរមាណូហ្នឹងទេបើអ៊ីរ៉ង់អត់ព្រមឈប់រឿងបរមាណូហ្នឹងអាមេរិកនឹងមិនឲ្យអ៊ីរ៉ង់រួចខ្លួនទេឥឡូវនេះរឿងវាសំខាន់ចេះទៀតអ៊ីរ៉ង់ថាឈប់ឲ្យបរមាណូប៉ុន្តែសុំឈប់5ឆ្នាំសិនបានអត់តែអាមេរិកថា20ឆ្នាំបានយកឥឡូវវានៅលើ20ឆ្នាំឬក៏5ឆ្នាំហ្នឹងអញ្ចឹងអាមេរិកនៅតែប្រកាន់ជំហរថាឈប់ល្អហើយប៉ុន្តែ20ឆ្នាំទៅបានព្រមបើថាឈប់តែត្រឹម5ឆ្នាំក៏អត់ព្រមឥឡូវចាំមើលទៀតបងប្អូនតែយ៉ាងណាគ្រាន់តែឮសូរតែចរចា2ថ្ងៃទៀតប្រេងសាំងប្រេងអីលើពិភពលោកធ្លាក់ថ្លៃក្តុកភ្លាមឃើញទេចុះមកក្រោម100ភ្លាមវិលមុខហ្មងយើងឡើងចុះយើងតាមគេអត់ទាន់ទេប៉ុន្តែអានេះហើយជានយោបាយបងប្អូនហើយលោកត្រាំក៏ថាឥឡូវច្រកហ័រមូសហ្នឹងណាគឺកប៉ាល់ចម្បាំងរបស់អាមេរិកនៅចាំនៅច្រកផ្លូវពីខាងមុខបិទចិត្តទាំងអស់ហ្មងហើយមានកប៉ាល់6គ្រឿងណាដែលហ៊ានឆ្លងកាត់អាកន្លែងហ្នឹងពេលដែលអាមេរិកបិទហ្នឹងណាទាវហៅមកវិញទាំងអស់មកកន្លែងណាទៅកន្លែងដើមវិញអត់ហ៊ានខ្លាចអាមេរិកបាញ់កំទេចដែរឥឡូវចិនតែពមៀនអាមេរិកពីម្សិលមិញថាអត់ឲ្យប៉ះពាល់កប៉ាល់ចិនឆ្លងកាត់តាមហ្នឹងតែអាមេរិកប្រាប់ឲ្យថាបើកប៉ាល់ដឹកទំនិញបោះចិនបោះអីក៏ដោយតែបើដឹកពីកំពង់ផែអ៊ីរ៉ង់ឆ្លងតាមច្រកហ្នឹងទៅកំពង់ផែអ៊ីរ៉ង់ណាទៀតគឺបិទទាំងអស់គ្រប់ប្រទេសតែម្ដងមិនមែនតែចិនទេអញ្ចឹងបើសិនជាដឹកទៅកំពង់ផែផ្សេងឬក៏មិនចេញពីកំពង់ផែអ៊ីរ៉ង់អត់អីទេឥឡូវនេះគឺបិទចិត្តឈឹងហើយអត់មានចេញចូលទេនិយាយទៅគឺបិទចិត្តឈឹងកប៉ាល់ដែលចេញពីអ៊ីរ៉ង់ទៅកំពង់ផែអ៊ីរ៉ង់តែប៉ុណ្្នឹងឯងកប៉ាល់ដទៃទៀតអាមេរិកអត់ហាមឃាត់ទេហើយនៅកាងការពារអញ្ចឹងហើយថ្ងៃនេះបានជាលោកត្រាំឮសូរពាក្យគាត់ថាអូឥឡូវលោកស៊ីជីនពីងហ្នឹងទីនេះតបដីចិនហ្នឹងថាសบายចិត្តខ្លាំងដែលអាមេរិកជួយបិទច្រកហ័រមូសហ្នឹងដោយអចិន្ត្រៃយ៍អញ្ចឹងទៅជួយអីការពារអញ្ចឹងប៉ុន្តែគាត់ថាចិនហ្នឹងអរគុណអាមេរិកសบายចិត្តនឹងអាមេរិកនឹងរឿងបិទអាហ្នឹងហើយថាលែដែលមិនផ្ដាល់កភ្លើងទៅអ៊ីរ៉ង់ទៅអីណាអីអញ្ចឹងទៅមិនដឹងថាផ្សារហ្នឹងវាយ៉ាងម៉េចបងប្អូនព្រោះចិនលក់អាវុធលក់អីផ្ដាល់អាវុធឲ្យអ៊ីរ៉ង់មកយោហើយប៉ុន្តែឥឡូវនេះគឺតកតងនឹងបញ្ហាដឹកទំនិញនេះប្រហែលជាអាចមានការយល់គ្នាមួយគឺថាទំនិញបើដឹកចេញពីកំពង់ផែអ៊ីរ៉ង់ទោះជាកប៉ាល់ចិនឬកប៉ាល់ណាទៅកំពង់ផែអ៊ីរ៉ង់មួយទៀតគឺអត់ឲ្យចេញទេអាមេរិកអត់ឲ្យចេញអញ្ចឹងសេដ្ឋកិច្ចអ៊ីរ៉ង់ពេលនេះគឺចាប់ផ្ដើមរង្គោះរង្គើកំពុងតែប្រវេទនាមែនតើអញ្ចឹងហើយបានធ្វើឲ្យអ៊ីរ៉ង់បខំចិត្តចូលតុចរចាបាទរឿងនេះណាចរចាជាមួយអាមេរិកវាអត់យុត្តិធម៌ទេបងប្អូនដូចយើងចរចាជាមួយថៃដែលមានសភាវុធវាយយើងអញ្ចឹងវាអត់មានក្រៅពីសម្បទានគឺអត់មានអីទៅរួចខ្លួនទេអញ្ចឹងអ៊ីរ៉ង់សម្បទានគឺឈប់ផលិតអាវុធបរមាណូហើយនឹងមួយទៀតគឺអត់អាចទាអាមេរិកសងថ្លៃខូចខាតអីទាំងអស់ហើយទៅចាប់ផ្ដើមទៅគឺទៅអញ្ចឹងខ្មែរយើងអញ្ចឹងឃើញទេចរចាជាមួយថៃអត់មានប្តឹងគេទៅតុលាការយុត្តិធម៌អន្តរជាតិដោយសារស្អំចិត្តគេចរចាទ្វេភាគីសិនអាហ្នឹងទៅហើយវានឹងទៅជារឿងសម្បទាននឹងដោយស្វ័យប្រវត្តិតិចទៀតបានហើយបើកព្រំដែនឡើងវិញអីវិញអាដីហ្នឹងចេះអូសទៅចាំថ្ងៃណាចរចាថ្ងៃណាមួយឆ្នាំទៅ2ឆ្នាំ2ឆ្នាំទៅ3ឆ្នាំទៅហ្នឹងវានៅតែរ៉ាំរ៉ៃចឹងបងប្អូនខ្ញុំស្លេះការផ្សាយរបស់ខ្ញុំត្រឹមប៉ុណ្ណេះសិនហើយជូនពរម្ដងមានព័ត៌មានមួយពីអាមេរិកតាក់ទងនឹងការបាញ់នៅក្នុងសាលារៀនបងប្អូននិយាយពីព័ត៌មានដែលបាញ់សិស្សនៅសាលារៀននេះគឺវាកើតឡើងជា allergy ទៅហើយនៅសហរដ្ឋអាមេរិកព្រោះមនុស្សគ្រប់រូបមានសិទ្ធិកាន់កាភ្លើងចឹងបានថាកាភ្លើងបើកាន់ប៉ះចំមនុស្សល្អជួយការពារកាន់ចំមនុស្សទុច្ចរិតឬក៏ចង់សម្លាប់គេគឺដឹងតែយ៉ាប់ថ្ងៃនេះនៅរដ្ឋអូក្លាហូម៉ាតាមពិតម្សិលមិញគឺនាយកសាលាម្នាក់បានទៅបតាយបតប់ទាញកាភ្លើងចេញពីខ្មាន់កាភ្លើងដែលជាអតីតសិស្សនៅវិទ្យាល័យមួយហ្នឹងនៅអូក្លាហូម៉ាដែលអាយុ20ឆ្នាំសិស្សហ្នឹងធ្លាប់រៀននៅសាលាវិទ្យាល័យហ្នឹងប៉ុន្តែមកដឹងជាររឿងអីប្រាប់មកថាចង់ពេលដែលប៉ូលីសស៊ូពេលក្រោយមកថាចង់បាញ់សម្លាប់សិស្សហ្នឹងមានកំភ្លើងយកមកបាញ់សម្លាប់សិស្សឲ្យដូចអ្វីដែលគេធ្លាប់ធ្វើមកមើលធ្លាប់មើលអញ្ចឹងទៅជាមានជំងឺផ្លូវចិត្តអីអញ្ចឹង
ហើយដល់ពេលបាញ់ទៅគឺត្រូវជើងរបស់នាយកសាលាប៉ុន្តែនាយកសាលាហ្នឹងក្លាហានមែនទែនរត់ទៅបតាយបតប់ទៅដើមកំភ្លើងពីជនដៃដល់នឹងបានទៅក៏មានគ្នាគាត់ជាសហការីជួយចាប់ជួយអីទៅបានន័យថាទប់ជននេះមិនឲ្យសម្លាប់អ្នកណាម្នាក់ទៅលបួសតែនាយកសាលាត្រូវជើងបន្តិចទៅឥឡូវគេខ្លាចទៅជាវីរៈបរោះគួរឲ្យសរសើរប៉ុន្តែរឿងនេះប៉ាល់ពេញសហរដ្ឋអាមេរិកអំពីវីរៈភាពរបស់នាយកសាលាប្រុសរូបនេះដែលទៅបតាយបតប់ជាមួយនឹងជនរងណែជនដៃដល់ដែលប្រាប់ប៉ូលីសថាតាមពិតបំណងគឺមកបាញ់សម្លាប់សិស្សនៅក្នុងសាលាហ្នឹងអញ្ចឹងបានន័យថានាយកសាលាសង្គ្រោះជីវិតមនុស្សបានច្រើនអ្នកឥឡូវនេះគឺបាទឥឡូវខ្ញុំស្លេះរឿងវីរៈបរោះហ្នឹងមកលើសិនគឺលោករឿងទី1ទៅតាក់ទងនឹងកម្ពុជានិងថៃកំពុងនាំគ្នាដេកភ័យរឿងព័ត៌មានអំពីការចរចាបើកព្រំដែនខ្មែរថៃឡើងវិញឆាប់ភ័យអើយភ័យខាងខ្មែរក៏ភ័យម្យ៉ាងទៅខាងថៃក៏ភ័យម្យ៉ាងទៅហើយអត់មានភ័យរឿងអីទេភ័យរឿងបើកព្រំដែនដែលអាចមានចរាចរណ៍ទំនិញទំនាក់ទំនងការទូតល្អនឹងគ្នាឡើងវិញអីលាក់នឹងលាក់អីចឹងទៅព្រោះអានេះគេហៅថាប្រុសប្រកាន់ស្រីប្រកែកម្នាក់សិតតែសម្បើមរៀងខ្លួនណាគឺសិតតែគេហៅថានិយាយទៅវាជាឱកាសមួយដែលធ្វើឲ្យប្រជាពលរដ្ឋរងខ្លោចផ្សាទាំងខ្មែរទាំងថៃព្រោះអីនៅពេលដែលម្នាក់ភ័យអូយខ្លាចតែនរណាគេនិយាយថាអូឥឡូវខ្មែរទេទៅថៃហើយតាក់តងនឹងចរចាបើកព្រំដែនឡើងវិញអាហ្នឹងក៏រឿងដែរព្រោះខ្មែរខ្លាចអន់ខ្លួនគេវាយឡើងទុកសាច់គេយកដីអស់មកកណោគេអ្នកបិទព្រំដែនដោយឯកតោភាគីសោះហេតុអីបានជាលឺព័ត៌មានថាខ្មែរទៅលួចចរចាជាមួយគេអីឬក៏ស្អីក៏ដោយឲ្យតែថាលឺថាភាគីកម្ពុជាចរចាជាមួយគេហ្នឹងគឺភ័យតែម្ដងព្រោះភ័យខ្លាចអន់ខ្លួនជួសទោះបីជាការបើកព្រំដែនឡើងវិញហ្នឹងវាបានជាប្រយោជន៍ដល់ប្រជាពលរដ្ឋទាំងសងខាងទាំងសេដ្ឋកិច្ចជាតិទាំងសេដ្ឋកិច្ចថៃសេដ្ឋកិច្ចខ្មែរទាំងទំនាក់ទំនងការទូតល្អទៅរកដំណោះស្រាយហើយម្នាក់សិតតែចង់បានណាអាការចរចាទ្វាភាគី JBC JPA នោះប៉ុន្តែបើលឺរឿងបើកព្រំដែនវិញហ្នឹងគឺតលន់ភ័យគ្រប់គ្នាដេកភ័យគ្រប់គ្នាថៃហ្នឹងក៏តែអញ្ចឹងឲ្យតែលឺសូថាអូមានការចរចាបើកព្រំដែនវិញអារដ្ឋាភិបាលថ្មីហ្នឹងមិនទាន់បានក្តៅក្អីផងភ័យខ្លាចធ្លាក់ពីតំណែងទៀតព្រោះអីថាច្បោលមកចរចាស្អីបើកព្រំដែនអីជាមួយកម្ពុជាមានត្រូវខ្លាចអីខ្មែរវាយយកដីបានមកកណោហើយបិទទៀតក៏បានដែរព្រោះខ្មែរគេប្រាប់ហើយថាបិទ500ឆ្នាំទៀតក៏បានដែរហើយអត់ដឹងថាការបិទព្រំដែនហ្នឹងវាខូចខាតទាំងសេដ្ឋកិច្ចទាំងសងខាងប៉ះពាល់ប្រជាពលរដ្ឋនៅព្រំដែនរឿងអីសពបែបយ៉ាងជាតិនិយមជ្រុលទាំងសងខាងហើយដល់ពេលអញ្ចឹងដល់ភ័យរួមគ្នាអញ្ចឹងអត់មានដំណោះស្រាយព្រោះធម្មតាអាព័ត៌មានចចាមអារាមពេលខ្លះវាជាដំណោះស្រាយជាតម្រុយមួយបងប្អូនមានដែលឮយើងមានដែលសុកស្រាប់ថាអូយកមិញគេយល់សពអាបញ្ហាចាក់ស្រេះដោះស្រាយមិនចេញសោះស្រាប់តែមិនដឹងអាម៉េចនៅក្នុងយល់សពហ្នឹងគេប្រាប់ពីតម្រាយផ្លូវរបៀបដោះស្រាយអីអញ្ចឹងទៅស្រាប់តែដូចជាមានពន្លឺអីមួយជួយឲ្យយល់សពហ្នឹងខ្លាចទៅជាការពិតអីអញ្ចឹងទៅយើងថាមិនជឿយល់សពអីមិនអញ្ចឹងហ៎ជឿយល់សពចាក់កតុយលេខចាក់អីណាអាហ្នឹងមិនជឿក៏ល្អដែរប៉ុន្តែពេលខ្លះខួរក្បាលយើងនៅក្នុងអាការដែលយើងគិតច្រើនសញ្ជឹងរកដំណោះស្រាយអីមួយខួរក្បាលអង្គុយធ្វើការមកយប់វាស់ព្រឹកដែរហ្នឹងខួរក្បាលយើងអត់ដែរសម្រាកទេយើងបានសម្រាកមែនតែខួរក្បាលអត់សម្រាកទេបើខួរក្បាលសម្រាកបេះដូងយើងឈប់ដើរបាត់ហើយហ្នឹងអញ្ចឹងខួរក្បាលយើងគឺនៅតែដើររហូតដើម្បីឲ្យបេះដូងដើរសួតប្រមាត់ថ្លើមអីហ្នឹងនៅដើរទៅភ្លឺប្រព័ន្ធរំលាយអាហារចរាចរឈាមអីហ្នឹងគឺខួរក្បាលដើររហូតគ្រាន់តែថាសម្រាប់ផ្នែកខ្លះដើម្បីឲ្យយើងបានគេងលង់លក់ស្កប់ស្កល់អីអញ្ចឹងទៅពេលខ្លះធ្វើការខ្លាំងពេកក៏យើងអត់សម្រាកស្កប់ស្កល់ហ្នឹងក៏យល់សពបាច់ញើសជោគពេញខ្លួនអីអញ្ចឹងទៅថាខ្មោចសកត់អីអញ្ចឹងទៅបាទអាហ្នឹងដោយសារតែសុខភាពមិនល្អអីទៅបន្ទោសរឿងខ្មោចសកត់ឯណានោះវិញហើយទៅតាមពិតនៅក្នុងដំណើរនៃការខួរក្បាលនយោបាយឡើងហ្នឹងវាអាចចេញជាតម្រុយអីចឹងយកមកក៏ដោះស្រាយបញ្ហាឥឡូវអត់ទេខ្មែរយើងគឺឲ្យតែយល់សពឬក៏មានព័ត៌មានអីរឿងថាបើកព្រំដែនឡើងវិញគឺម្នាក់ឡើងមកការពាររៀងខ្លួនភ័យខ្លាចបើកព្រំដែនឡើងវិញទាំងសងខាងថាខ្មែរទៅគ្នាទៅភ័យត្រូវហើយព្រោះអីថៃអ្នកបិទរឿងអីបានយើងទៅចរចាគេខ្មែរភ័យខ្លាចតែលឺយើងទៅសុំចរចាគេព្រោះខ្លាចអន់ខ្មែរខ្លាចអន់ណាខ្ញុំសរសើរដែរថ្នាក់ដឹកនាំយើងដូចថា
dương mình chọn oi thay nâng mừng dương á phụ ấy cái bật môn so nâng dương ấy để cho cha xong bài kia hộp mấy phụ mẹ đặng nòm dương thọp phèp ai thập bật phèp mỗi năm có bàn đài hồi đó tầm miên po tầm miên chẳng ấy chẳng tới vì thưa oi thằng thằng đó khai khôi kết tự thằng đặng nòm Campuchia mà đó mau nữa anh miên ấy miên kết tự ấy thử pay khai khôi ấy tê nơi bên đại Thái quay bát là hốt đào do 51 cả lại đây là thấp tay rồi bỏ dương sập thể hiện dương mà còn nó dương ở miền ấy đại thử phi hưởng khôi kết chủ ấy năng tia tay phụ ấy kết chủ rồi bỏ mai dương á mẹ là lơ ca để thay vậy đây dương bàn nè tam bật á bên để thay vậy liên biên đây là thấp tay Campuchia dương chia về tây tuần sau muối á đây mình ai to đây chủ mùi thay ấy ban thay bẩm biên liên biên bị hay dương cà phê đây là thập tay không niệm chỉ chôn rong cru bảo smart ở đây khai chít khai này ha bảo rùm rùm kia còn bạch bạc kia dương chne sờ là thua dương chne côn là thua dương chne cầm lăng thay lăng á pรับthay thay khai ở bạch nhảy kia tê phần tay ở vậy để tránh cái tự do đã bao dương để bắt mà riêng tập bắt đây nương tê cái tự do khai dương để bắt cứ bắt np để dương ở ai mua mọt kia np để chiết sát chuột kia chỉ muốn chiết sát vòng ổn về chiến sát pi chlu khní hay dương ọtมูลมอนkhní banในทางយើងបរាជ័យធំបំផុតគឺតកតងសិលធម៌គុណធម៌និងការបង្រួបបង្រួមផ្សះផ្សាជាតិនេះគឺជាបរាជ័យហើយមេដឹកនាំទទួលយកទៅព្រោះយើងដឹកនាំប្រទេសឲ្យបរាជ័យដែលមិនអាចមូលមាត់គ្នានៅពេលដែលឆ្លោះគ្នាជាមួយសត្រូវគ្រួសារពីរឆ្លោះគ្នាយើងជាគ្រួសារខ្លួនឯងកូនកូនបោចសក់គ្នាដែរបោចសក់អាបងបោចអាប្អូនបោចអាបងធាក់គ្នាទាត់គ្នាអត់មានកម្លាំងទៅទប់គេអានឹងជាបរាជ័យធំណាតាមពិតខ្ញុំមិនទៅជាយើងដឹងថាថៃឆ្លៀនពៀនយើងដឹងតាវាជាអំពើឆ្លៀនពៀនខុសច្បាប់ខ្ញុំនៅតែខោទោសប៉ុន្តែអារឿងថៃឆ្លៀនពៀនយើងខុសច្បាប់បំពៀនយើងសពបែបយ៉ាងជារឿងមិនខ្ញុំទេងុំតែយើងឲ្យថៃឆ្លៀនពៀនបានទាំងផ្នែកសិលធម៌ផ្នែកគុណធម៌ផ្នែកតកតងនឹងអាការបង្រួមសាមគ្គីផ្ទៃក្នុងជាតិយើងនឹងយើងអត់ធ្វើបានណាដោយសារយើងមួយវាយមួយដោយសារយើងចាប់គ្នាដាក់គុកដោយសារយើងធ្វើអីសពបែបយ៉ាងដោយសារគំរាមកំហែងយកខ្មែរគ្នាចាត់ជាសត្រូវសពបែបយ៉ាងលៀបពណ៌គ្នាជេរបចោលគ្នានៅពេលដែលយើងមានទុកដីខ្មែរបាត់ទៅថៃយើងគិតមើលតើយើងមានកិត្តិយសនៅសល់កន្លែងណាទៀតក៏ប៉ុន្តែយ៉ាងណាក៏ភាគីកម្ពុជាមានសិទ្ធិគ្រប់គ្រាន់នៅក្នុងការទាត់ចោលព័ត៌មានដែលថាយើងទៅចរចាគេអញ្ចឹងណាតាមពិតម៉ោងនេះហ่ะបើនិយាយមែនតើណាវាគួរតែដល់ពេលសំលមមដែលរកវិធីបើជ្រុលតែរដ្ឋាភិបាលគិតថាមិនប្រើអតឡាការយុទ្ធធរអន្តរជាតិឬក៏តឡាការព្រំប្រទានអន្តរជាតិហើយនៅចង់បានអាយន្តការស្អី JBC ចរចាទ្វេភាគីអហិង្សាសន្តិភាពហ្នឹងវាគួរតែអាព័ត៌មានអញ្ចឹងអីចាប់ផ្ដើមបើកត្រួសត្រាយផ្លូវហ្នឹងឲ្យមានសម្បទានគ្នាទៅវាអត់មានផ្លូវទៅទេព្រោះយើងចង់ឲ្យបានការចរចាគ្នាណារួយខ្មែរមួយថ្ងៃហៅគេឲ្យតាឲ្យអា JBC នឹងមកវាស់ព្រំដែនវិញមកអីវិញនឹងហៅគេបបួលគេរាល់ថ្ងៃដែរហ្នឹងហើយថៃគេថាអត់ទេចាំមានរដ្ឋាភិបាលសិនឥឡូវមានរដ្ឋាភិបាលហើយគេថាចាំរៀបគណៈរដ្ឋមន្ត្រីសិនឥឡូវរៀបគណៈរដ្ឋមន្ត្រីហើយគេចាំថាំងដូរគណៈកម្មការសមាជិកសមាជិកអីចឹងដូច្នេះរឿងហ្នឹងវាអញ្ចឹងយើងតាមពិតកម្ពុជាថាំងតបបួលគេនឹងសុំគេឲ្យមកវាស់វែងដោយសារតែមានកិច្ចព្រមព្រៀងថ្ងៃ27ខែធ្នូឆ្នាំ2025រួចទៅហើយអីអញ្ចឹងថៃគេនៅងឿអីអញ្ចឹងទៅប៉ុន្តែបងប្អូនក្នុងការដែលចរចាឲ្យមានការអ្វីក៏ដោយអាព្រំដែននេះណាបើសិនជាចង់ឲ្យវាស់ដីនឹងសង្ឃឹមថាខ្មែរថាអូតាមយន្តការទ្វេភាគីយន្តការការទូតអីនឹងបានផលគឺតើតែចាប់ផ្ដើមពីអញ្ចឹងដូចជាព័ត៌មានរឿងបើកព្រំដែនហ្នឹងក៏ចាប់ផ្ដើមមានការជជែកគ្នាអីចឹងទៅតែអត់ទេឥឡូវគឺប្របប្រកាន់ស្រីប្រកែកគឺនាំគ្នាយកតែមួយឆ្នេះដៃឥឡូវឮព័ត៌មានហ្នឹងខាងក្រសួងតាមពិតក្រសួងការពារជាតិកម្ពុជាទេអ្នកដែលចេញសារមុនគេក្រសួងការពារជាតិកម្ពុជាហ្នឹងចេញសាររបស់អ្នកស្រីម៉ូលីសុជាតាហ្នឹងថ្ងៃនេះខ្ញុំអានឲ្យបងប្អូនស្ដាប់ចេះអ្នកស្រីម៉ូលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិនៃប្រជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណជននិងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិឲ្យបានជ្រាបអញ្ចេះក្រសួងការពារជាតិសម្ដែងការខកចិត្តយ៉ាងខ្លាំងនិងសូមបដិសេធចំពោះព័ត៌មានដែលបានផ្សព្វផ្សាយតាមបណ្ដាញសង្គមនិងសារព័ត៌មានរបស់ថៃជាបន្តបន្ទាប់ដែលថាកម្ពុជាស្នើឲ្យបើកច្រកដឹកជញ្ជូនទំនិញ
សង្គ្រោះបន្ទាន់ដោយនេះជាព័ត៌មានคล้ายៗនឹងផ្ទុយពីការពិតនៅក្នុងការដែលនៅក្នុងចេតនាដើម្បីបំភាន់បង្កការភាន់ឬក៏បំភាន់សាធារណមតិជាតិនិងអន្តរជាតិគួរបញ្ជាក់នៅក្រសួងការពារជាតិបន្ថែមគួរបញ្ជាក់ផងដែរថាថៃបានបិទច្រកព្រំដែនដោយឯកតោភាគីដូច្នេះបើសិនជាថៃចង់បើកឡើងវិញក៏ជាការទទួលខុសត្រូវរបស់ថៃនៅក្នុងការបើកឡើងវិញជាឯកតោភាគីដែរហើយកម្ពុជាតែងតែត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្លើយតបដោយសមស្របនិងត្រឹមត្រូវនៅក្នុងន័យនេះសូមសាធារណជនទាំងអស់មេត្តាប្រុងប្រយ័ត្នជៀសវាងការចាញ់បោកបញ្ឆោតព័ត៌មានមិនពិតនិងคล้ายៗទាំងនេះដោយធ្វើការផ្ទៀងផ្ទាត់ប្រភពឲ្យបានច្បាស់លាស់បាទខកចិត្តក្រសួងការពារជាតិយើងខកចិត្តណាស់ឲ្យតែឮថាបើកច្រកព្រំដែនអីឡើងវិញសង្គ្រោះបន្ទាន់មិនសង្គ្រោះបន្ទាន់អីព្រោះខកចិត្តហ្នឹងរឿងតែមួយទេថាកម្ពុជាទៅសុំគេបើកឡើងវិញតាមពិតខ្ញុំមិនកាន់ជើងខាងណាជាការពិតជាសច្ចធម៌ដោយហួសហេតុដែរបើសិនជាឲ្យកម្ពុជាទៅសុំគេបើកវិញហ្នឹងគឺដូចជាវាមិនត្រូវដែរមិនអញ្ចឹងណាកម្ពុជាមានអ្នកបិទឯណាថៃតើអ្នកបិទមុនណាអញ្ចឹងបើថៃបិទមុនថៃបើកមុនហើយឃើញភាគីកម្ពុជាទាំងលោកហ៊ុនម៉ាណែតអីហ្នឹងក៏ធ្លាប់លើកឡើងដែរថាបាល់នៅលើជើងថៃឯងបើថៃចង់បើកវិញបើកទៅកម្ពុជាត្រូវការពេល5ម៉ោងព្រោះកាលមុនហ្នឹងធ្លាប់ឮថៃឲ្យថាបើកព្រមគ្នាដំណើរគ្នាអីកម្ពុជាអត់ព្រមថាឲ្យថៃបើកមុនបាទអាហ្នឹងគឺនិយាយទៅយើងក៏នៅតែខ្លាំងកម្ពុជាខ្លាំងអញ្ចឹងកាលពីមុនហ្នឹងគឺថាថៃសុំទាឲ្យបើកព្រមគ្នាកម្ពុជាថាអត់ទេថៃបាក់អ្នកបិទមុនចឹងបើកមុនទៅអញ្ចឹងថៃងឿដែរដោយសារអត់បើកព្រមគ្នាវាបាក់មុខខ្លាំងពេកព្រោះខ្លួនឯងអ្នកបិទសោះណាហើយទៅមកបើកព្រមគ្នាមិនបានចាំបើកមុនវាធ្វើឲ្យមានមុនមានក្រោយពីរអ្នកឆ្លោះគ្នាដដើមគ្នាដីកដាលវាយគ្នាប្រាវយកដីខ្មែរអស់លីងអាហ្នឹងដោយសាររឿងបើកព្រំដែនហ្នឹងដែរតែកម្ពុជាក៏ខាញ់រែងរឹងមាំរបស់ខ្លួនដែរមិនអញ្ចឹងអត់ព្រមមិនបើកព្រំដែនឲ្យណាយបិទ100ឆ្នាំ500ឆ្នាំទៀតក៏បានដែរឥឡូវបិទទៅបិទតែព្រំដែនថៃទៅយកព្រំដែនមកដូចតែគ្នាព្រំដែនអត់បើកមែនតែយកដីខ្មែរអស់លីងហើយយកមកឥឡូវចូលប្រាសាទបនចូលឆ្នាំខ្មែរហ្នឹងគឺប្រាសាទតាកបីប្រាសាទតាអីហ្នឹងគឺថាពពាក់ពពូនធ្វើឲ្យកម្ពុជាក្រំគ្រាដួងចិត្តប៉ុន្តែលោកហ៊ុនសែនថារឿងប៉ាន់កូនដៃសោះហ្នឹងទៅខ្វល់ទៅភ័យអីច្រើនពេកនាំគ្នាសបាយអស់ដៃសិនទៅចង់នាំគ្នាសបាយខាងខ្មែរដោះអស់ដៃដោយទាំងសង្កេតការអាស៊ានទាំង AOT ទាំងអីអាស៊ានហ្នឹងចុះទៅព្រំដែនទៅមើលព្រំដែនពឺតឯងមកអស់ដៃប៉ាត់មកសៅទាញព្រាត់ទាញអីហ្នឹងផ្អើលភូមិចឹងដែរទៅមួយយ៉ាងដែរបាទបើធ្វើម៉េចបើយើងនៅនាំគ្នាអង្គុយយំទួញសោកអីហ្នឹងទៀតបើអត់បានដីមកវិញដដែលព្រោះរដ្ឋាភិបាលអត់ប្តឹងអីអញ្ចឹងជ្រុលអញ្ចឹងហើយនាំគ្នាសបាយទៅកុំឲ្យទុកសោកច្រើនពេកឥឡូវនេះខាងថៃក៏គេមកវិញដែរលោកអនុទិនច័ន្ទវរៈគុលនាយករដ្ឋមន្ត្រីថ្មីរបស់ថៃគេលើកឡើងមកវិញថាអញ្ចេះលោកថាគិតមកត្រឹមថ្ងៃទី15ខែមេសានេះគឺភាគីថៃមិនបើកច្រកទ្វារព្រំដែនកម្ពុជាថៃឡើងវិញទេហើយបញ្ជាក់ថាអត់ទាន់ដល់ពេលទេកន្លែងនេះជាសារល្អដែរពាក្យថាអត់ទាន់អឺនេះដូចថាអត់ទាន់ដល់ពេលហ្នឹងគឺវាជាល្អមួយចំណុចថាអាចនឹងនាំគ្នាយកទៅអាចថ្ងៃក្រោយអីអញ្ចឹងទៀតណាលោកអនុទិនច័ន្ទវរៈក៏គាត់ថាពេលវេលាហ្នឹងមិនទាន់ដល់ទេអត់ទាន់បើកព្រំដែនប៉ុន្តែលោកអនុទិនហ្នឹងមិនមុននឹងជាប់ជានាយករដ្ឋមន្ត្រីហ្នឹងគាត់ធ្លាប់ប្រាប់ថាបើប្រជាប្រដ្ឋថៃឲ្យបិទមកអាយុគាត់បិទមកអាយុអីអញ្ចឹងទៀតនេះគឺក្នុងន័យគាត់បកស្រាយអញ្ចឹងតែគាត់ថាអញ្ចេះគាត់ថាវាអត់ទាន់ដល់ពេលបើកហើយនៅពេលដែលគេសួរគាត់ថាឮព័ត៌មានដែលថាពីខាងកម្ពុជាស្នើសុំឲ្យបើកច្រកការទូតតំណាក់តំណងគ្នាយ៉ាងម៉េចតាក់ទងគ្នាឡើងវិញស្ដារប្រព័ន្ធការទូតឡើងវិញហ្នឹងលោកអនុទិនហ្នឹងក៏និយាយថាឥឡូវហ្នឹងអត់មានការបើកតំណាក់តំណងការទូតឡើងវិញទេក្រៅតែពីមានបើបុគ្គលិកទូតនឹងអង្គុយចាំប្រូម្នាក់ពីរបោះជូតហ្នឹងតែប៉ុណ្្នឹងឯងមានភារៈធារីអីហ្នឹងអត់មានកម្រិតការទូតអីនៅឡើយទេប៉ុន្តែយ៉ាងណាអ្វីដែលលោកអនុទិនច័ន្ទវរៈគុលនិយាយមានចំណុចពីរដែលគួរឲ្យកត់សម្គាល់រឿងបើកព្រំដែនគាត់ទាត់ចោលព័ត៌មាននឹងដែរថាអត់បើកទេខាងថៃគេភ័យខ្លាចមកសុំខ្មែរបើកដែរខាងខ្មែរក៏ភ័យខ្លាចថាយើងនឹងទៅសុំថៃបើកដែរអញ្ចឹងថៃគេថាអត់មានចរចាអត់មានអីទាំងអស់ក្នុងអត់ទាន់មានការចរចាបើកព្រំដែននឹងទេហើយក៏អត់មានការបើកព្រំដែននៅពេលនេះដែរវាមិនទាន់ដល់ពេលអានេះរឿងមិនទាន់ដល់ពេលនេះគឺជាចំណុចវិជ្ជមានគាត់បន្តថា
រាល់ការដែលស្ដារទំនាក់ទំនងការទូតឡើងវិញយ៉ាងណានោះគឺត្រូវចាប់ផ្ដើមពីការកសាងទំនាក់ទំនងល្អនៅព្រំដែនឡើងវិញឲ្យមានការជឿទុកចិត្តគ្នាសិនទើបអាចចាប់ផ្ដើមឲ្យមានទំនាក់ទំនងទូតប៉ុន្តែអត់មានពេលវេលាកំណត់ណាឬក៏ឆាប់ឬក៏យ៉ាងណាទេបាទបងប្អូននេះគឺជារឿងមួយដែលអ្នកនយោបាយគឺគាត់ឡើងមកមិនទាន់បានក្តៅក្អីហងដូច្នេះយើងចាំមើលតាមការគួរទៀតទៅឥឡូវខ្ញុំស្លេះការដែលនិយាយអំពីរឿងព្រំដែនដែលនៅតែតឹងផ្អឹសនេះដំណោះស្រាយក៏គ្មានឥឡូវនិយាយពីនយោបាយនៅប្រទេសកម្ពុជាវិញយើងឃើញម្នាក់នាំគ្នាបួងសួងវត្ថុស័ក្តិសិទ្ធិទេវតារក្សាលោកបុព្វលឹងពុកពះបរោះខ្មែរឲ្យប្រសិទ្ធពរជ័យសិរីសួស្តីជ័យមង្គលវិបុលសុខគ្រប់ប្រការដល់បងប្អូនទាំងអស់គ្នាដែលជាពិសេសអ្នកដែលនៅក្រៅឃុំតែឥឡូវអ្នកនៅក្នុងឃុំតកតងនឹងករណីរឿងទេវតានេះថ្ងៃនេះឃើញមានសាររបស់សហមេធាវីរបស់លោកកម្មសុខាបានប្តឹងទេវតាឆ្នាំថ្មីឲ្យរកយុត្តិធម៌ជូនកូនក្តីយុត្តិធម៌រកតាមផ្លូវតុលាការអស់ចិត្តហើយដូចជា10ឆ្នាំជាងហើយជិត10ឆ្នាំហើយមិនជា10ឆ្នាំជាងព្រោះលោកកម្មសុខាជាប់ពន្ធនាគារតាំងថ្ងៃ3ខែកញ្ញាឆ្នាំ2017 3កញ្ញានេះវិញជិត9ឆ្នាំហើយចង់និយាយថាជិតមកទសវត្សរ៍ហើយហ្នឹងជិត10ឆ្នាំហើយបងប្អូនវាអត់មានពលិយុត្តិធម៌អីសោះហើយតឡាការបានជំនុំជម្រះក្តីកាលពីមុនចូលឆ្នាំ3 4ថ្ងៃនិយាយទៅមុនទេវតាចុះមកហើយឥឡូវតឡាការគេអត់សម្រេចក្តីយ៉ាងណាទេគេចាំថ្ងៃក្រោយមិនដឹងថ្ងៃណាទេដូច្នេះថ្ងៃនេះខ្ញុំដកស្រង់សាររបស់សហមេធាវីរបស់លោកកម្មសុខាគឺលោកមេធាវីផែងហេងដែលសរសេរនៅលើបណ្ដាញសង្គម Facebook របស់លោកតាមពិតសាររបស់លោកមេធាវីផែងហេងគឺជាសារជូនពរទូទៅដែរទេព្រោះគាត់សរសេរនៅក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំមមាអត្តស័កពុទ្ធសករាជ2570នេះខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិនៅក្នុងលោកទេវតារក្សាព្រះមហាស្វេតឆ័ត្រទេវតាឆ្នាំមមីសូមថ្វាយព្រះរាជពរជ័យសិរីមង្គលវិបុលសុខមហាប្រសើរគ្រប់ប្រការដល់ព្រះករុណាជាម្ចាស់លើត្បូងព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃប្រជាណាចក្រកម្ពុជានិងសម្ដេចម៉ែសូមជាសះស្បើយពីព្រះរាជរោគទាំងឡាយទាំងពួងនឹងមានព្រះរាជសុខភាពល្អបរិបូរណ៍ព្រះជន្មាយឺនយូរអានេះគឺសារដែលគាត់ប្រសិទ្ធពរជ័យដល់អង្គព្រះមហាក្សត្រតែនៅក្នុងពេលនេះលោកផែងហេងក៏មិនភ្លេចបួងសួងឧទ្ទិសដល់ទេវតាឆ្នាំថ្មីដែរតើសារអីដែលគាត់ចង់បានពីទេវតាឆ្នាំថ្មីខ្ញុំសរសើរលោកផែងហេងដែរគាត់មិនខ្វល់តែរឿងខ្លួនគាត់ទេគឺគាត់ខ្វល់ទាំងអស់ដល់កូនក្តីគាត់ផងដល់ប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទីផងអីអញ្ចឹងសារសម្រាប់កូនក្តីគាត់និយាយអញ្ចេះខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកទេវតាឆ្នាំថ្មីទេវតាឆ្នាំមមីនេះដែលជាទេវតាដែលមានឫទ្ធិបារមីយុត្តិធម៌មិនរងនៅអកតេបាទពាក្យអកតេហ្នឹងគឺភាពលំអៀងពួកអកតេមាន4លំអៀងដោយការស្អប់ដោយការភ័យដោយការខ្លាចដោយការស្រឡាញ់ឬដោយការខឹងអញ្ចឹងទៅសូមបើកប្រណេតផ្ដល់យុត្តិធម៌ដល់ឯកឧត្តមកម្មសុខាឲ្យរួចផុតពីបទចោទដ៏រ៉ាំរ៉ៃអស់រយៈកាលជិត1ទសវត្សរ៍យ៉ាងអយុត្តិធម៌ខ្ញុំសូមប្តឹងទូលពិតថ្វាយជារឿងមួយដែលគួរឲ្យចាប់អារម្មណ៍ដែរដែលមេធាវីដ៏ពូកែម្នាក់នៅប្រទេសកម្ពុជាខ្ញុំធ្លាប់បានជម្រាបជូនបងប្អូនឲ្យថាលោកមេធាវីផែងហេងលោកមេធាវីអាងឧត្តមអ្នកស្រីមេធាវីមេងសុភារីលោកមេធាវីជួងជំងីលោកមេធាវីច័ន្ទជេនសុទ្ធតែមេធាវីមានអាជីពបកែក្នុងការពារក្តីការពារក្តីតែអាចឈ្នះមួយរឿងទេព្រោះវាអកុសលគាត់ការពារក្តីឲ្យតែកូនក្តីដែលជាមន្ត្រីឬក៏សកម្មជនគណៈបកប្រឆាំងមេបកប្រឆាំងអីអញ្ចឹងហើយនៅពេលដែលតឡាការគេចង់ឲ្យតែអ្នកទាំងអស់នោះជាប់គុកចឹងមេធាវីមកពីឋានប្រអិនណាក៏មិនអាចនឹងការពារក្តីនេះឈ្នះដែរព្រោះរឿងវារឿងនយោបាយវាមិនមែនជារឿងច្បាប់រឿងអីទេបើគេឲ្យរួចបើគេឲ្យជាប់ហ្នឹង
ហើយឥឡូវបើសិនជាយើងនិយាយពីរឿងច្បាប់ម៉ោងនេះលោកកឹមសុខាអត់ត្រូវការជាប់គុកយូរដល់ប៉ុណ្ណឹងទេហើយបើសិនជាជាប់គុកយូរដល់ប៉ុណ្ណឹងក៏សំណុំរឿងជំនុំជម្រះក្តីអីហ្នឹងវាគួរតែចប់សពគ្រប់យូរហើយព្រោះដំណើរការយុតិធធគេអត់ដែលធ្វើរហូតដល់9ឆ្នាំអញ្ចឹង8ឆ្នាំអញ្ចឹងទេនៅក្នុងការកាត់ក្តីគឺគេប្រញាប់លឿនដើម្បីអីឲ្យកូនក្តីហ្នឹងតតាំងក្តីអញ្ចឹងឲ្យចប់ទៅបើមានយុតិធម៌មិនយុតិធម៌មិនត្រូវការឃុំខ្លួនកូនក្តីឲ្យលើសនីតិវិធីកុំឲ្យតឡាការប្របាក់សងប្របាក់ជួសជុលសំណងសម្រាប់ឲ្យប្រជាពលរដ្ឋកុំឲ្យគ្នាភ័យខ្លាចបាក់ស្បាតមិនទុកចិត្តអាញាធរចង់និយាយថាកុំឲ្យមានអាគេហៅវិធីដូចខ្មែរក្រហមចាប់ខុសកុំឲ្យតែលែងច្រឡំអីអញ្ចឹងណាអញ្ចឹងនៅខ្មែរហ្នឹងគឺសុកចិត្តចាប់ខុសអត់ឲ្យលែងច្រឡំទេយកមកដាក់សិនហើយគុកនឹងរកកន្លែងដាក់អត់បានទេដោយសារនីតិវិធីឃុំខ្លួនបដោះអាសន្នហ្នឹងវាស្អីក៏ឃុំខ្លួនស្អីក៏ឃុំខ្លួនខ្ញុំធ្លាប់ស្ដាប់ប្រសាសន៍របស់មេធាវីនៅស្រុកខ្មែរដូចជាលោកមេធាវីសុកសំអឿនអីនៅក្រុមអ្នកច្បាប់អមរិនអីវិញលោកធ្លាប់និយាយថាក្នុងប្រព័ន្ធតុលាការកម្ពុជាហ្នឹងហាក់បីដូចជាយកអាការដែលឃុំខ្លួនមនុស្សហ្នឹងគឺជារឿងមួយដែលដូចថាជាចំណុចអតិភិបណាតាមពិតការឃុំខ្លួនមនុស្សហ្នឹងគួរតែជាចំណុចចុងក្រោយព្រោះមនុស្សមានអាស័យដ្ឋានមានអីរស់នៅឲ្យគ្នាប្រកបរបរចិញ្ចឹមជីវិតអ្នកខ្លះមានក្រុមគ្រួសារមកកណោយកគ្នាទៅដាក់គុកខូចទាំងអាបាត់បង់សេរីភាពបាត់បង់អីបាត់បង់អាទីពឹងគ្រួសារដើម្បីជាគេហៅថាអ្នករទទួលទានបកគោលគ្រួសារតែគេចង់ចឹងហ្មងចង់ឲ្យអ្នកឯងរៀងចាលហ្មងគឺឲ្យអ្នកឯងថាអេបើអ្នកឯងខ្លាចអត់បានរកទទួលទានអីខ្លាចជាប់គុកមកបាត់បង់ប្រាក់ចំណូលអត់ជួយគ្រួសារបានអ្នកឯងមកចូលរួមនយោបាយទៅអីរិះគន់គណៈបកកណ្ដាលអំណាចទៅអីអ្នកឯងជេរគណៈបកប្រឆាំងទៅគឺគេអត់ឲ្យជាប់គុកឯណានោះវាសិតតែជាអញ្ចឹងរឿងហ្នឹងបើមើលទៅឃើញតែអញ្ចឹងឥឡូវងាកមករឿងលោកកឹមសុខាវិញគឺមេធាវីបកែប៉ុន្តែមិនអាចដោះស្រាយរឿងក្តីនឹងឈ្នះឥឡូវរឿងក្តីតតាំងរឿងក្តីអីក៏ដោយតែយូរហួសពីនីតិវិធីតុលាការគឺអត់មានយុត្តិធម៌ទេវាដំណើរការវាយឺតពេកតែយ៉ាងណាបងប្អូនឥឡូវនេះលោកផែងហេងប្រហែលជាគាត់តតាំងក្តីតាមផ្លូវតុលាការតាមផ្លូវច្បាប់ឲ្យអស់ចិត្តហើយនៅតែមិនឃើញតម្រុយពន្លឺអីអញ្ចឹងម្ដងណាគឺតតាំងក្តីតាមផ្លូវទេវតាម្ដងមើលតែបានសម្រេចអីព្រោះទេវតាឆ្នាំថ្មីអញ្ចឹងបានជាលោកបួងសួងអញ្ចឹងទៅសូមឲ្យវត្ថុស័ក្តិសិទ្ធិក្នុងលោកផងសូមឲ្យទេវតាឆ្នាំមមីទេវតាមានឫទ្ធិបារមីរកយុត្តិធម៌និងមិនអកតេមិនលំអៀងហើយសង្ឃឹមថាទេវតាមិនលំអៀងទេវតាមិនលំអៀងទេលោកផែងហេងខ្ញុំជឿថាប៉ុន្តែវាអកុសលអីគឺទេវតាសម្រេចយ៉ាងណាគឺវាមិនឈ្នះនឹងរឿងមនុស្សសាអ្នកសម្រេចហ្នឹងតែឥឡូវចឹងចោះទៅផ្លូវក្នុងផ្លូវអីខ្លះទៅព្រោះអាផ្លូវក្រៅនឹងវាមិនសូវបានផលជួនកាលបើយើងជឿបនបាបអីអាចនឹងបានប្រសិទ្ធភាពអីដែរទៅសង្ឃឹមចឹងទៅឲ្យលោកចង់ឲ្យទេវតាឆ្នាំថ្មីហ្នឹងជួយបើកពិនេតកុំឲ្យបិទចិត្តឈឹងផ្ដាល់យុត្តិធម៌ដល់លោកកឹមសុខាអញ្ចឹងទៅលោកថាអញ្ចេះសូមប្តឹងទូលពិតថ្វាយថាលោកកឹមសុខាមិនបានដឹកនាំនយោបាយបាត់ទឹកដីខ្មែរឬក្បត់ជាតិនោះទេសំនួនវោហាសាសនយោបាយនៅអូស្ត្រាលីនោះដែលគាត់និយាយជាកម្មវត្ថុនៃការចាប់គាត់ដាក់គុកឲ្យផ្ដន់ទាទោសឲ្យជាប់គុក27ឆ្នាំក្នុងផ្ទះនេះគឺមិនមែនជាបទល្មើសទេហើយថ្លែងក្នុងនាមជាអ្នកតំណាងរាស្ត្រទៅទៀតដែលមានការទទួលខុសត្រូវចំពោះមុខប្រជារាស្ត្រក្នុងអាណត្តិរបស់លោកដែលមានចែងនៅក្នុងច្បាប់ទៅទៀតនេះជាប្រសាសន៍របស់លោកមេធាវីផែងហេងចុងក្រោយលោកថាក្នុងឱកាសនេះដែរលោកក៏មិនភ្លេចបងប្អូនប្រជាពលរដ្ឋខ្មែរដែរសរសើរលោកផែងហេងជូនពរជ័យទាំងព្រះមហាក្សត្រផងទាំងអំពាវនាវឲ្យទេវតាជួយលោកកឹមសុខាផងឥឡូវមិនភ្លេចប្រជាពលរដ្ឋខ្មែរទាំង17លានអ្នកជាងដែរលោកថាឱកាសនេះសូមបួងសួងឲ្យប្រជាពលរដ្ឋខ្មែររស់នៅក្នុងស្ថានភាពសុខសប្បាយមានសុភមង្គលពិតប្រាកដនិងសូមឲ្យទទួលបានយុត្តិធម៌ពីការរំលោភសិទ្ធិមនុស្សដីធ្លីការឆោបបោកគ្រប់ប្រភេទគ្រប់រូបភាពដែលនាំឲ្យឆ្នាំចាស់មិនទាន់បានដោះស្រាយនោះសូមឲ្យទទួលបានការដោះស្រាយដោយយុត្តិធម៌ទាំងអស់គ្នាកុំបីឃ្លៀងឃ្លាតឡើយបាទសង្ឃឹមថាទេវតាឆ្នាំថ្មីនឹងអាចរកយុត្តិធម៌អីទៅនិយាយទៅទេវតាអីហ្នឹងអារុកអរិយនេតានោះដែលកាច់បំបាក់កអ្នកបំពេញសម្បត្តិនៅក្នុងរដ្ឋសភាអីម្ដងសោះដល់អញ្ចឹងទៅធ្វើឲ្យពួកគាត់លែងជឿសិតតែជឿលើអារុកអរិយអ្នកតាស្អីណាបារមីអូមអាមយូនិយាយពីជឿពេលខ្លះហ្នឹងមិនត្រឹមតែជឿទេគឺគេហៅធ្វើនយោបាយប្រជាពិធដ្ឋហ្នឹងធ្វើឲ្យប្រជាពលរដ្ឋហ្នឹងជឿថាខ្លួនហ្នឹងជាអ្នកប្រកាន់ជំនឿសាសនាដ៏អស្ចារ្យណាស់អីអញ្ចឹងទៅគឺថាលើកទឹកចិត្ត
ហៅនិមន្តលោកអីមកប្រោះព្រំអីចឹងឲ្យប្រជាពលរដ្ឋជឿបាក់ទឹកបាក់ដីតាមខ្លួនប៉ុន្តែលទ្ធផលមែនតើអត់ដែលតាគោរពតាពាក្យសម្បត្តិក៏អត់ផងបងប្អូនទៅមើលពាក្យសម្បត្តិរបស់តំណាងរាស្ត្រឬក៏មន្ត្រីធំនៅស្រុកខ្មែរ